បងប្អូនអ្នកគ្នាចាសម្រាប់បងប្អូនអ្នកគ្នាបងប្អូនណាស្ដាប់ឮសលេងនេះបងប្អូនណាគេខ្លះដែលចូលផ្ទះប្តីចេះតែក្តៅក្រហាយដាក់ចេះតែរឿងហើយអត់ដែរយកចិត្តប្រពន្ធកូននេះបងប្អូនដឹងតែមានរឿងមានបញ្ហាចង់តែឆ្លោះចង់តែក្តៅដាក់ប្រពន្ធចង់តែក្តៅដាក់កូនចាសម្រាប់បងប្អូនអ្នកគ្នាដែលខ្ញុំចង់ប្រាប់បងប្អូនអ្នកគ្នាថាចាបងប្អូនហើយគ្រាន់តែប្រសិទ្ធិតាមរូបថតសោះល្អខ្លាំងមែនតើបងប្អូនល្អខ្លាំងហ្មងណាចាមិនមែនធំតែប៉ុណ្្នឹងឯងគឺយកចិត្តប្រពន្ធធ្វើប្រពន្ធនោះភ្ញាក់វ៉ាវហ្មងទាំងយើងការមួយគ្នារាប់ឆ្នាំហើយមិនដែលមានបានថាប្តីចេះបារម្ភចេះសួរសុខទុក្ខបែបនេះគឺអត់មានទេហើយបងប្អូនអើយអរគុណមែនតើឲ្យ feedback អរគុណខ្លាំងមែនតើឲ្យ feedback មកអ្នកគ្រូហេងជូនពរបងប្អូនបងស្រីហេងខ្លាំងមែនតើហើយអរគុណមែនតើចាហើយសម្រាប់បងប្អូនណាដែលគាត់មានបញ្ហាប្តីប្រពន្ធអត់ត្រូវគ្នាហើយឬក៏ប្រពន្ធមិនត្រូវមួយប្តីមិនត្រូវមួយប្រពន្ធអញ្ចឹងណាចាបងប្អូនអាចមកជួបអ្នកគ្រូបំបានជួបអ្នកគ្រូអាចធ្វើតាមរូបថតបានព្រោះជួយបានខ្លាំងហ្មងតាមរូបថតហ្នឹងបងប្អូនចាអញ្ចឹងសម្រាប់បងប្អូនណាចង់ធ្វើអាចឆាតចូល page បានចាសម្រាប់រូបថតប្រពន្ធម្នាក់យើងគិតក្នុងម្នាក់គឺតម្លៃមួយម្នាក់តម្លៃមួយអញ្ចឹងណាតែយើងធ្វើនៅក្នុងផ្លូវត្រូវពាក់ព័ន្ធមួយប្រពន្ធដើមប្រពន្ធចុងអីគឺអត់ធ្វើដាច់ខាតណាបញ្ជាក់ឲ្យធ្វើតែប្រពន្ធដើមចានឹងប្តីដើមទេណាបញ្ជាក់ឲ្យគឺអត់ចេះធ្វើមិនទេធ្វើចេះតែធ្វើឲ្យចង់ឲ្យល្អមកវិញប្រសើរជាងមុនអញ្ចឹងណាបងប្អូនចាអញ្ចឹងអរគុណមែនតើហើយអ្នកណាគេខ្លះដែលមានផលវិបាកបែបនេះបញ្ហាវល់ជាមួយប្តីមកជីវិតហើយធ្វើមិនក៏ដោះរួចដែរចេះមួយចេះតែចេះមួយចេះពីរចេះតែបញ្ហាចុះរហូតឥឡូវបងប្អូនចូលស្ដាប់ដល់គ្នាចាអូអ្នកគ្រូកាយបានអរគុណមែនតើនេះខ្ញុំសប្បាយចិត្តមែនតើចាអរគុណមកក្តៅកាហាយហើយដល់អ្នកគ្រូគាត់ធ្វើរូបថតឲ្យអីហើយប្តីចូលមកផ្ទះឃើញនិយាយមួយយើងស្រួលលោកមុនចូលក្នុងបន្ទប់យើងអត់ចូលទេដល់អ្នកគ្រូធ្វើរូបថតឲ្យហើយចូលបន្ទប់យើងអ្នកណប់យើងតែគ្រាន់ថាគាត់បើជាមុនឆ្ងាយហើយទៅចេះអ្នកណប់ហើយនិយាយមួយកូននាំកូនដើរលេងសម្ដីនិយាយមកមួយជើងផ្អែមការខ្ញុំអត់តន់តរអ្នកគ្រូលីស៊ូហ្វុងប្តីខ្ញុំឃើញមុខក្តៅកាហាយហើយទៅចូលមកមុំមកក្តៅកាហាយអត់ចង់ទៅធ្វើការខ្ញុំអីនោះអត់ចង់ទៅធ្វើការឃើញមុខក្តៅកាហាយមួយប្តីហ្មងហើយដល់ពេលអ្នកគ្រូមើលនិយាយមកប៉ង់ត្រូវហ្មងប្តីចូលមកក្តៅកាហាយមើលមុខប្តីពងក្តៅកាហាយគ្នាសូម្បីកូនក៏គេអត់ចង់មើលដែរនឹកឃើញចង់តែលេងប្តីហ្មងនឹកឃើញចង់តែលេងប្តីតាមពីអ្នកគ្រូគាត់ដោះគ្រូឲ្យខ្ញុំនឹងមកហើយទៅគាត់ជួយប្រសិទ្ធិអីសិទ្ធិថតនឹងឲ្យមកប្តីខ្ញុំគាត់ឃើញមុខខ្ញុំវាថាសួរសុខទុក្ខខ្ញុំឈឺអីហ្នឹងក៏សួរអត់ដូចពីមុនសួរប្រាប់គាត់ថាយើងឈឺចឹងគាត់ថាចេះតែមើលពេទ្យខ្លួនឯងឥឡូវអត់ទេគាត់ជូនទៅពេទ្យហើយយើងចង់ទៅណាជាងគាត់នាំយើងទៅសម្ដីអត់មានកុហកកុហកយើងដាក់មុនទេហើយខ្ញុំអរគុណអ្នកគ្រូហើយដែលបានជួយធ្វើសិទ្ធិឧទ្ធរឲ្យខ្ញុំឲ្យប្តីខ្ញុំត្រឡប់មកវិញអញ្ចឹងអរគុណអ្នកគ្រូដែលបានជួយខ្ញុំឲ្យប្តីខ្ញុំត្រឡប់មកវិញហើយទៅឃើញមុខខ្ញុំស្រឡាញ់ខ្ញុំហើយចូលបន្ទប់ពីមុនអត់ដែរចូលបន្ទប់ទេឥឡូវចូលបន្ទប់លេងមួយកូនលេងមួយប្រពន្ធខ្ញុំអរគុណអ្នកគ្រូលីស៊ីវងហើយទេវតាទ្រព្យខ្ញុំអរគុណមែនទែន